លោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ FM 88 MHz លំដាប់តទៅនេះសូមជូនព័ត៌មានខ្លីជប៉ុនទទួលបានប្រេងរុស្ស៊ីជាលើកដំបូងចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ទីក្រុងតូក្យូប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសជប៉ុនបានរាយការណ៍ថាជប៉ុនទើបទទួលបានប្រេងរុស្ស៊ីជាលើកដំបូងចាប់តាំងពីលំហូរផ្គត់ផ្គង់ប្រេងរបស់ពិភពលោកត្រូវបានរឹតបន្តឹងដោយសារតែការបិទគប់ច្រកសមុទ្រ Hormuz នៅពេលសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើងនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃអង្គារទី5ខែឧសភាឆ្នាំ2026កប៉ាល់ដឹកប្រេងឆៅរបស់រុស្ស៊ីបានមកដល់ទីក្រុងអ៊ីម៉ាបារីភាគខាងលិចប្រទេសជប៉ុនកាលពីថ្ងៃច័ន្ទជប៉ុនដែលពឹងផ្អែកលើតំបន់មជ្ឈិមបូព៌ាសម្រាប់ការនាំចូលប្រេងប្រហែល 95% បានព្យាយាមធ្វើពិពិធកម្មប្រភពសម្រាប់ថាមពលចាប់តាំងពីពេលផ្ទុះសង្គ្រាមកាលពីថ្ងៃទី28ខែកុម្ភៈដែលនាំឲ្យទីក្រុងតេហេរ៉ង់បិទគប់ច្រកសមុទ្រ Hormuz ក្រុមហ៊ុនប្រេងជប៉ុន Taiyool ទទួលសំណើពីក្រសួងសេដ្ឋកិច្ចដើម្បីទទួលយកប្រេងរុស្ស៊ីដែលនឹងត្រូវបញ្ជូនទៅកាន់រោងចក្រចម្រាញ់ដើម្បីបំផ្លាញទៅជាសាំងនិងផលិតផលប្រេងដទៃទៀតកាលពីថ្ងៃច័ន្ទថ្លែងចេញពីទីក្រុងកង់បេរ៉ាក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sane Takaichi បាននិយាយថាការរដ្ឋបិទលំហូរប្រេងជាសកលកំពុងជះផលប៉ះពាល់យ៉ាងធំសម្បើមចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិកលោកស្រីបានបន្តថាជប៉ុននិងអូស្ត្រាលីនឹងឆ្លើយតបជាបន្ទាន់ដើម្បីធានាឲ្យបានការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាពគួរបញ្ជាក់ថាជាធម្មតាប្រេងនិងឧស្ម័នប្រហែល 20% របស់ពិភពលោកទាំងមូលគឺត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយការបិទគប់ប៉ុន្មានខែមកនេះបានធ្វើឲ្យតម្លៃប្រេងហក់ឡើងយ៉ាងខ្ពស់ជាសកលព័ត៌មានខ្លីដែលលោកអ្នកនាងបានស្ដាប់ពីវិទ្យុជាតិត្បូងឃ្មុំនៅពេលនេះសូមចប់តែប៉ុណ្ណេះលោកអ្នកនាងរងចាំតាមដានស្ដាប់ព័ត៌មានខ្លីរបស់វិទ្យុយើងនៅពេលក្រោយជាបន្តទៀតសូមអរគុណ